បងចង់ស្អាតដូចក្នុងរូបនេះអត់ចង់ស្អាតដូចក្នុងរូបហ្នឹងណាប្រើពួក Retinol ទៅបងបានដឹងអញ្ចឹងពួក Retinol គឺជាស្លេកគ្រឿងផ្សំនៅក្នុងពិភព skin care ហ្មងឲ្យតែហ៊ានប្រើត្រូវស្បែកយើងគឺដឹងតែស្អាតបាត់មុនបាត់ចោមអាចរយជួយព្រមរុនរោមស្បែករបស់យើងនឹងថ្លាកាត់បន្ថយជ្រួញធ្វើឲ្យស្បែករបស់យើងនឹងហាប់តឹងណែនក្មេងជាងវ័យបើនិយាយពីមុនក្បាលសក្បាលខ្មៅអីហ្នឹងឲ្យស្បៃហ្មងតែជាទូទៅពួក Retinol គេណែនាំឲ្យប្រើអាយុចាប់ពីក្បែរ30ឡើងទៅបើសិនជាអ្នកដែលគាត់អាយុ20ស្ដាងអីចង់ប្រើពួក Retinol គឺអាចចាប់ផ្ដើមពីកំហាប់ទាបទៅបានអញ្ចឹងមកស្គាល់ពីសរងពីរប្រភេទដែលមានកំហាប់ទាបស័ក្តិសមសម្រាប់អ្នក20ស្ដាងគឺសរង APRB និងសរង Hemi ដោយសរង APRB គឺមានកំហាប់ Retinol ទាបខ្លាំងមែនតើគឺ 0.001% អញ្ចឹងគឺ best មែនតើហ្មងសម្រាប់អ្នកដែលគាត់ទៅចង់ចាប់ផ្ដើមសាកប្រើ Retinol ដំបូងណាហើយវាមានគ្រឿងផ្សំសកម្មផ្សេងទៀតដូចជាវីតាមីន C វីតាមីន E និងពពួក Centella Asiatica ដែលជួយប្រឆាំងភាពចាស់ធ្វើឲ្យយើងក្មេងជាងវ័យកាត់បន្ថយស្នាមអុចខ្មៅធ្វើឲ្យសភ្លឺថ្លាពណ៌ស្មើគ្នានិងមិនខ្មៅដាក់ដប់អ្វីដែលសំខាន់គឺជួយព្រមរុនរោមបើសរង Hemi នេះវិញមានកំហាប់ Retinol 0.01% ហើយពពួកសរងនេះគឺបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកដែលគាត់ដាច់យប់រង្វង់ភ្នែករបស់គាត់នឹងខ្មៅមានកន្ទុយភ្នែកជ្រួញអីហ្នឹងឬក៏អ្នកដែលគាត់ស្បែកចាស់ជាងវ័យលក្ខណៈថាស្បែកអត់ជាតិស្អាតខ្សោះអីហ្នឹងបងអាចសាកសរងនេះបានហើយនៅក្នុងហ្នឹងគឺលក់ដាច់ខ្លាំងមែនតើហ្មងភ្ញៀវប្រើឆាប់ប្លែកហើយមិនអោយស្អាតប្លែកលឿនមិនបងមកគ្រឿងផ្សំស្ទើរពិសេសហ្នឹងដោយពពួក Niacinamide មានរហូតដល់ទៅ 5% ដែលជួយស្បែករបស់យើងនឹងភ្លឺកាត់បន្ថយស្នាមជួយបំបត្តិរង្វង់ភ្នែកខ្មៅហើយមានពពួក Marine Water 58% និងពពួកស្រាយសមុទ្រដែលជួយផ្ដល់ជាតិទឹកនិយាយទៅប្រើសរងនេះស្បែករបស់យើងនឹងស្អាតទាំងប្រហ្មងបន្ទាប់ពីមើលវីដេអូនេះដល់ចប់ហើយបងមានអារម្មណ៍ថាមិនដែរចាប់អារម្មណ៍សរងមួយណាដែរបើសិនជាបងអត់ដឹងថាគួរប្រើមួយណាទេអាចពិភាក្សាមួយខាងយើងបានណាហើយខាងយើងគឺមានទាំងបោះដុំនិងលក់រាយ